chẳng xong ba buồn đỏ mườiបាទបងប្អូនណាខ្លះដែលបានទៅដល់ស្រុកហើយបាទហាងចៅពេជ្រនេះស្ដេចតៅរួមមានតែអត់បានដល់ស្រុកទេដោយសារតែអត់មានស្រុកទៅបាទឃើញថាសម្ដេចធិបតីក៏ដូចជារដ្ឋាភិបាលកម្ពុជាបានរៀបចំឡានក្រុងបាទ653ឡាននោះបាទសម្រាប់ជូនបងប្អូនទៅណាបាទកាលយើងក៏បានប្រកាសប្រហែលជាកន្លះខែមុនហើយដែរបាទហើយឃើញថាឥឡូវនេះប្រជាពលរដ្ឋឡើងឡានឡើងដល់ក៏ច្រើនមែនទែនតែម្ដងសម្រាប់ការចេញដំណើរទៅតាមបណ្ដាខេត្តបាទដូច្នេះបងប្អូនដឹងហើយបាទបន្តធ្វើដំណើរតាំងពីម្សិលមិញព្រឹកមិញនេះក៏នៅតែដូចគ្នាបាទអញ្ចឹងបងប្អូនដឹងហើយថាឡើងឡាននៅណាអីណាបាទខ្ញុំសូមប្រកាសហើយបាទអញ្ចឹងសូមអញ្ជើញរស់រាន់បាទទៅលេងស្រុកកំណើតយើងទាំងអស់គ្នាឆ្នាំនេះគឺយើងអត់ចាយទៅលើតាហ៊ុយបាទអត់ចាយទៅលើតាហ៊ុយអីទាំងអស់នេះហើយជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបាទដែលដឹកនាំដោយសម្ដេចធិបតីបាទហើយនឹងមានថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលបានរួមគ្នាក្នុងការគិតគូរដល់ប្រជាពលរដ្ឋបាទមិនដូចជាបុគ្គលមួយចំនួនតូចបានតែស្រែកអត់បានធ្វើទេបាទហើយឥឡូវនេះគឺយើងធូរមែនទែនហើយមកវិញថ្ងៃ4ណាបងប្អូនបាទថ្ងៃប្រជុំយើងចប់ថ្ងៃ3ថ្ងៃ4គឺមានឡានជូនបងប្អូនមកភ្នំពេញវិញទៀតដល់ហើយគឺទាំងទៅទាំងមកឲ្យមានភេសជ្ជៈបាទមានទឹកសុទ្ធនៅលើនឹងជូនបងប្អូនពិសាទៀតបាទសម្រាប់បងប្អូនដែលនៅខេត្តចិត្តហ្នឹងមិនទាំងបាច់អស់លុយបាយផងទៅដល់ផ្ទះចាំបាយបើអ្នកខេត្តឆ្ងាយអាចទិញទួចអីចឹងទៅណាបាទហើយចំពោះនៅខេត្តខាងភូមិភាគឦសានបាទ4ខេត្តរបស់យើងនោះគឺនៅតែបន្តការអភិវឌ្ឍទោះបីជាគ្មាន CLV ទៀតក៏ដោយក៏នៅតែបន្តការអភិវឌ្ឍធម្មតានៅជូនដំណើរបងប្អូនទៅដើរកំសាន្តមើលបងប្អូនណាខ្លះដែលបានទៅដើរកំសាន្តនៅខាងមណ្ឌលគិរីរតនគិរីក៏ចេះស្ទឹងត្រែងតាមផែនការរបស់សម្ដេចបាទដែលបានដាក់ជូនបងប្អូនទៅដើរលេខ56ឡានបាទតាំងពីម្សិលមិញចេញទៅបាទចេញមកវិលទៅវិលមករហូតដើម្បីជូនបងប្អូនទៅដើរលេងទាំងនោះបាទ56ឡានជូនបងប្អូនទៅដើរលេងរាល់ថ្ងៃតែម្ដងបាទរហូតដល់ថ្ងៃទី4ដូចគ្នាហើយចាប់ពីថ្ងៃ4ទៅបានយើងថ្ងៃសៅរ៍អាទិត្យទៀតបាទរហូតដល់ឆ្នាំបាទខ្ញុំក៏បានទៅដែរតែគាត់ថាមិនទាន់ទៅតិចទៀតបានទៅដោយតែជាប់ដៃតិចខ្ញុំនឹងទៅដូចគ្នាតែខាង4ខែហ្នឹងខ្ញុំដើរសោះអស់ហើយបាទអញ្ចឹងជូនបងប្អូនបាទកុំឲ្យចង្អៀតឡានខ្ញុំទៅឡានខ្លួនឯងក៏បានដែរបាទអរគុណទាំងអស់គ្នាធ្វើដំណើរឲ្យមានសេចក្តីសុខបាទបានប្រកបដោយសុវត្ថិភាពហើយជួបជុំគ្រួសារសប្បាយក្នុងនាមជាកូនខ្មែរទាំងអស់គ្នាបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរបាទដែលយើងធ្វើបុណ្យដើម្បីជួបជុំបងប្អូនបាទទិសមគ្គផលជូនដល់ញាតិកាទាំង7សន្តានបាទដែលបានចែកឋានទៅបាទដូច្នេះសូមជូនពរបងប្អូនទាំងអស់ដែលធ្វើដំណើរទៅបាទស្រុកកំណើតបាទជួបប្រទេសតែក្តីសុខក្តីចម្រើនរកស៊ីមានបានតរៀងទៅក្នុងឱកាសភ្ជុំបិណ្ឌនេះទាំងអស់គ្នាបាទអរគុណបាយបាយ